គ្រប់ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់ថ្ងៃនេះគឺជាថ្ងៃទី20នៃខែកញ្ញាឆ្នាំ2025ហើយខ្ញុំបាទថ្ងៃនេះ PTMU ក៏មានអត្ថបទថ្មីមួយដើម្បីលើកយកមកចែករំលែកចែកជូនដល់បងប្អូនទាំងអស់គ្នាឲ្យបានដឹងបងប្អូននៅពេលនេះប្រជាពលរដ្ឋថៃកំពុងតែមានការត្អូញត្អែអំពីស្ថានភាពទឹកជំនន់នឹងសឹងតែគ្រប់ខេត្តតែម្ដងមកទល់នឹងពេលនេះប្រទេសថៃរងផលប៉ះពាល់ពីព្យុះនិងទឹកភ្លៀងស្ទើរតែគ្រប់ខេត្តបណ្ដាលឲ្យកើតមានទឹកជំនន់ធ្លាក់ជោកជាំនិងមានទឹកជំនន់កើនឡើងជាលំដាប់ហើយកម្ពស់ទឹកនោះគឺចន្លោះចាប់ពី1ម៉ែត្រទៅដល់2ម៉ែត្រគ្រប់ទីកន្លែងតែម្ដងបងប្អូនដូច្នេះហើយពលរដ្ឋថៃជាពិសេសក្នុងខេត្តពិស្ណុកំពុងតែត្អូញត្អែអំពីទឹកជំនន់ដែលកំពុងតែមានការកើនឡើងឥតឈប់ឈរហើយពុំមានការស្រកចុះឬក៏ថន់ថយនោះទេបើតាមសារព័ត៌មានថៃចុះផ្សាយប្រទេសថៃជាច្រើនខែមកហើយដែលបណ្ដាខេត្តនានានៅក្នុងប្រទេសថៃមានគ្រោះធម្មជាតិដូចជាខ្យល់ព្យុះបាក់ដីទឹកជំនន់ណាបងប្អូនដែលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋយ៉ាងខ្លាំងខេត្តដែលជួបគ្រោះថ្នាក់នោះបងប្អូនណាគឺខេត្តពិស្ណុក៏មានគ្រោះធម្មជាតិដែរគឺកម្ពស់ទឹកជំនន់ក្នុងស្រុកប៉ាងរកម្មកាន់តែកើនឡើងខ្លាំងជាងមុនបណ្ដាលឲ្យប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះមានផលលំបាកយ៉ាងខ្លាំងឥឡូវនេះកំពុងតែស្នើសុំឲ្យអាជ្ញាធរចុះជួយរួមទាំងដុតដៃដុតជើងជួយទៅដល់ខេត្តផ្សេងទៀតបងប្អូនណាជួយទៅដល់ខេត្តផ្សេងទៀតហើយម្យ៉ាងវិញទៀតមកដល់នឹងយប់មិញនេះយប់ថ្ងៃទី19នេះបងប្អូនគឺគួរឲ្យភ្ញាក់ផ្អើលមែនទែនបន្ទាប់ពីមានភ្លៀងធ្លាក់ពេញមួយយប់ទឹកជំនន់បានហក់ឡើងភ្លាមពីកំពូលភ្នំភូលួងបានហក់ធ្លាក់ចុះមកយ៉ាងលឿនធ្វើឲ្យលិចផ្ទះប្រជាពលរដ្ឋណាបងប្អូនទ្រព្យសម្បត្តិជាច្រើនបូករួមទាំងរថយន្តម៉ូតូនឹងត្រូវរសាត់អណ្ដែតនឹងលិចលង់ដល់ដំបូលរថយន្តតែម្ដងកម្ពស់ទឹកដែលប្រជាពលរដ្ឋប៉ាន់ស្មាននឹងរាយការណ៍ជូនអ្នកសារព័ត៌មានកម្ពស់1ម៉ែត្រកន្លះទៅជិត2ម៉ែត្រនៅថ្ងៃទី19នៃខែកញ្ញាឆ្នាំ2025កាលពីម្សិលមិញនេះអ្នកសារព័ត៌មានថៃបានឲ្យដឹងថានៅថ្ងៃទី19តំបន់ខេត្តឡយអ៊ីមានភ្លៀងធ្លាក់ខ្លាំងពេញមួយយប់ស្ទើរតែគ្រប់តំបន់បង្កឲ្យទឹកជំនន់ទឹកភ្លៀងដែលធ្លាក់ពីលើភ្នំហ្នឹងคล้ายទៅជាអូរតំបន់ទំនាបត្រូវបានជន់លិចបង្កឲ្យខូចខាតដល់ផ្លូវថ្នល់ផ្ទះសម្បែងណាដីកសិកម្មកសិដ្ឋានរួមទាំងដីស្រែចម្ការរាប់សិបរៃបើតាមអ្នកសារព័ត៌មានថៃបានទៅសម្ភាសប្រជាជននៅឯភូមិបានសម្រានឃុំថាសាលាស្រុកភូរឿខេត្តឡយអ៊ីមានទឹកជំនន់ភ្លាមពីអូរណាំសានដែលហូរចេញចាក់ពីកំពូលភ្នំភូឡាងចម្ងាយជា2គីឡូម៉ែត្របានហក់ឡើងតាមប្រឡាយទឹកនៅក្នុងភូមិវាបានធ្វើឲ្យជន់លិចផ្លូវហើយរថយន្តមួយចំនួនរួមទាំងទ្រព្យសម្បត្តិប្រជាពលរដ្ឋដែលរស់នៅទីនោះបានរសាត់អណ្ដែតទៅតាមទឹកដែលហូរខ្លាំងព្រោះទឹកជំនន់មកយ៉ាងលឿនប្រជាពលរដ្ឋមិននឹកស្មានដល់ថាទឹកអាចនឹងបង្កឲ្យហូរចាក់លឿនបែបនេះទេទឹកជំនន់បានបោកបក់ទ្រព្យសម្បត្តិរួមទាំងរថយន្តចូលទៅក្នុងប្រឡាយទឹកធ្វើឲ្យលិចលង់អស់ណាបងប្អូនកម្ពស់ទឹកត្រូវបានគេប៉ាន់ស្មានថាប្រមាណជាកម្ពស់1ម៉ែត្រទៅ2ម៉ែត្រអ្នកភូមិបានសុំជំនួយហើយបានឲ្យមនុស្សជាង10នាក់ទៅជួយស្រង់យករបស់របរមានរថយន្តម៉ូតូរួមទាំងទ្រព្យសម្បត្តិផ្សេងប៉ុន្តែมันអាចយកមកបានទេបងប្អូនដោយសារតែទឹកហូរខ្លាំងរួមទាំងកម្ពស់ទឹកនឹងមានការហក់ឡើងកាន់តែខ្លាំងដូច្នេះធ្វើឲ្យពួកគាត់ត្រូវបាត់បង់ទ្រព្យសម្បត្តិទាំងអស់នេះបើយោងតាមសារព័ត៌មានថៃគេបានចុះផ្សាយកាលពីថ្ងៃទី19បងប្អូនណាពាក់កណ្ដាលអាធ្រាត្រតែម្ដងបងប្អូនមកទល់នឹងពេលនេះបើយើងក្រឡេកមកមើលថាប្រទេសថៃមួយរយៈនេះគឺដូចអ្វីដែលសារព័ត៌មានចុះផ្សាយរួមទាំង
មតិបងប្អូនមួយចំនួនកំពុងតែគិតដូចអ្វីដែលខ្ញុំកំពុងតែគិតដែរឬទេខ្ញុំមានអារម្មណ៍ថាប្រទេសថៃកំពុងតែត្រូវបណ្ដាសាអ្វីមួយដោយសារតែមួយរយៈនេះប្រទេសថៃតែងតែបំពានដែនដីអធិបតេយ្យភាពរបស់កម្ពុជាដូច្នេះហើយធ្វើឲ្យប្រទេសថៃកើតមានគ្រោះអាសន្នគ្រោះមហន្តរាយភ្លើងឆេះរំជួយដីខ្យល់ព្យុះទឹកជំនន់នឹងជាហូរហែដូច្នេះហើយប្រទេសថៃគឺជាប្រទេសមួយដែលកាន់ពុទ្ធសាសនាក៏ជាអ្នកកាន់សច្ចធម៌ដូចនឹងប្រទេសកម្ពុជាដែរប៉ុន្តែអ្វីដែលថៃកំពុងតែធ្វើគឺមិនបានអនុលោមឬក៏គោរពតាមបែបបទពុទ្ធសាសនាទេភាគច្រើនគឺយកអ្វីដែលចង់ឈ្នះចង់ចាញ់ចង់បានចង់កេងចំណេញជាមាជាសត្រូវដើម្បីមកធ្វើដាក់កម្ពុជាជាក់ស្ដែងមួយរយៈនេះប្រទេសថៃបានធ្វើរឿងជាច្រើនមកលើកម្ពុជាមានដូចជាយករបងលួសសំណាញ់ខ្មៅមកពាត់យកផ្ទះប្រជាពលរដ្ឋកម្ពុជាហើយរយៈក្រោយមកទៀតថ្ងៃទី17ថៃបានប្រើប្រាស់អំពើហិង្សាមកដាក់កម្ពុជាដោយប្រើប្រាស់គ្រាប់បែកផ្សែងណាបងប្អូនដូចជាប្រើប្រាស់គ្រាប់បែកផ្សែងចំពាមកៅស៊ូកំភ្លើងខ្យល់អីឡាដូច្នេះហើយបងប្អូនមានតែពាក្យជូនពរថៃទេប្រសិនបើអ្នកដើរខុសកន្លងធម៌សូមឲ្យអ្នកទទួលយកនៅបាបកម្មទាំងឡាយដែលអ្នកកំពុងសាងនេះទោះជាកម្ពុជាមិនអាចធ្វើអ្វីអ្នកបានច្បាប់មិនអាចធ្វើអ្វីអ្នកបាននៅពេលនេះប៉ុន្តែធម្មជាតិនឹងដាក់វិន័យអ្នកនឹងដាក់ទោសអ្នកទៅតាមនឹងឯងដូច្នេះសម្រាប់ក្នុងថ្ងៃនេះបងប្អូនខ្ញុំបាទក៏កាត់ប្រធានបទលេងចាក់ឆ្ងាយដូច្នេះហើយសម្រាប់ក្នុងថ្ងៃនេះខ្ញុំលើកយកអត្ថបទដែលពាក់ព័ន្ធជាមួយនឹងគ្រោះទឹកជំនន់នៅឯប្រទេសថៃចែកជូនដល់បងប្អូនប៉ុណ្ណឹងដូច្នេះក៏សូមអរគុណបងប្អូនទាំងអស់គ្នាក្នុងការចំណាយពេលវេលាដ៏មានតម្លៃតាមដាននិងទស្សនានៅ Channel PTM News ប្រសិនបើមានអ្វីដែលថ្មីអាប់ដេតថ្មីខ្ញុំនឹងធ្វើការអាប់ដេតជូនបងប្អូនទាំងអស់គ្នាអំពីអត្ថបទដែលពាក់ព័ន្ធជាមួយនឹងប្រទេសថៃនិងកម្ពុជាជូនបងប្អូនសារជាថ្មីម្ដងទៀតសម្រាប់ក្នុងពេលនេះខ្ញុំសូមអរគុណបងប្អូនទាំងអស់គ្នាហើយក៏សូមជម្រាបលា